នេះថាម៉េចនេះជីវិតប្រចាំចាំស្ដាប់អញជីវិតប្រចាំថ្ងៃរាល់ថ្ងៃហ្នឹងយើងថារាល់ថ្ងៃខ្ញុំមានទម្លាប់ឲ្យខ្លះនេះល្អទី1យើងដេកឲ្យមានរបៀបរៀបរយហើយទី2យើងដើរហ្នឹងឲ្យមានរបៀបរៀបរយដែរចាហើយយើងត្រូវឈរឲ្យត្រង់ខ្លួនពេលអង្គុយក៏អង្គុយត្រង់ដែរយើងត្រូវឈរឲ្យមានរបៀបអាចថាជាទម្លាប់ល្អសម្រាប់ពួកយើងក្មេងៗណានេះដងខ្លួនឲ្យត្រង់មានន័យថាយើងទាំងអង្គុយឲ្យត្រង់ខ្លួនកុំពេលអង្គុយក្នុងថ្នាក់រៀនអីកលេតណោះកលេតណាតលិចទៅជើងទៅត្បូងទៅកើតអង្គុយរៀនណាត្រូវអង្គុយមើលសភើឬមើលទៅមុខដើម្បីស្ដាប់គ្រូបញ្យលអូខេដាក់បានអត់ទាំងអស់គ្នាចាអានេះចឹងដែរសិស្សសាលាហ្នឹងយើងត្រូវឈរឲ្យត្រង់ខ្លួនដើម្បីនិយាយគ្នាមិនមែនឈរឲ្យច្រែងចង្កេះច្រែងធ្វើណាកោងកាងលើកដៃលើកជើងដូចទេមិនហើយយើងដល់នេះហ្នឹងចំណុចទីងោរាល់ថ្ងៃខ្ញុំនឹងត្រូវធ្វើអីខ្លះនេះនៅក្នុងផ្ទះពេលព្រឹកយើងត្រូវងើបពីដេកត្រូវបត់ភួយនេះបត់ភួយរៀបចំទុកដាក់ខ្នើយឲ្យស្អាតពេលយើងដេករួចដឹងនៅចាហើយងើបពីដេករួចហើយយើងត្រូវបោសសម្អាតនៅក្នុងផ្ទះទីធ្លាផ្ទះឲ្យស្អាតមានសម្រាមអត់យើងត្រូវបោសឲ្យស្អាតណាចាកុំចាតមាត់ណាចាទៅមើលកតិចថងអីយើងរើសច្រកបេមានកតិចកទីត្រូវយើងត្រូវច្រកបេឲ្យស្អាតឲ្យទឹកដាក់ឲ្យល្អរួចហើយយើងដល់ថ្ងៃរះយើងហាត់ប្រាណហ្នឹងហាត់ប្រាណជាប្រចាំដើម្បីឲ្យយឺតសាយសសូមកុំឲ្យវារញហើយរួចបន្ទាប់មកយើងធ្វើកិច្ចការសាលាហ្នឹងសាលាដែលដាក់សេមេរៀនហ្នឹងហើយដែលយើងទម្លាប់យើងទាំងអស់ហ្នឹងត្រូវតែជាទម្លាប់ល្អទាំងអស់គ្នាបាទសូមអរគុណច្រើន